អ៊ីស្រាអែលសន្យាបន្តវាយប្រហារផ្លូវអាកាសទៅលើអ៊ីរ៉ង់ជាច្រើនសប្តាហ៍ទៀតចំណែកឯលោកដូណាល់ត្រាំបានគម្រាមទុកពេលឲ្យអ៊ីរ៉ង់រហូតដល់ថ្ងៃច័ន្ទនេះដើម្បីបើកច្រកសមុទ្រអុកម៉ូសបើសិនជាមិនចង់ឃើញអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗរបស់អ៊ីរ៉ង់មិនចុះខ្សោយទោះបីជារងការវាយប្រហារពីអាមេរិកហើយនិងអ៊ីស្រាអែលយ៉ាងចាស់ដៃឆ្មាំបដិវត្តអ៊ីរ៉ង់វិញបានព្រមានសារជាថ្មីនៅថ្ងៃច័ន្ទនេះថាអ៊ីរ៉ង់នឹងវាយប្រហារសងសឹកទៅលើទីតាំងថាមពលរបស់អ៊ីស្រាអែលហើយនឹងទីតាំងថាមពលរបស់បណ្ដាប្រទេសអារ៉ាប់នៅក្នុងតំបន់ឈូងសមុទ្រពាក់បើសិនជាអាមេរិកហ៊ានតែវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីហើយនឹងទីតាំងថាមពលផ្សេងៗទៀតរបស់អ៊ីរ៉ង់ស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ឈ្មោះថាហ្វាឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសថានឹងវាយប្រហារទៅលើទីតាំងព័ត៌មានវិទ្យាដែលបម្រើផលប្រយោជន៍ឲ្យអាមេរិកនៅក្នុងតំបន់ហើយនឹងបិទគប់ច្រកសមុទ្រអុកម៉ូសទាំងស្រុងគិតចាប់តាំងពីរងការវាយប្រហាររបស់អាមេរិកហើយនិងអ៊ីស្រាអែលឆ្មាំបដិវត្តអ៊ីរ៉ង់បានចូលទៅគ្រប់គ្រងច្រកសមុទ្រអុកម៉ូសកប៉ាល់ជាច្រើនគ្រឿងដែលអ៊ីរ៉ង់ចោទថាមានជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់អាមេរិកឬក៏អ៊ីស្រាអែលត្រូវបានអ៊ីរ៉ង់បាញ់បំផ្លាញដោយគ្រាប់មីស៊ីលឬក៏ដ្រូនបញ្ហាអសន្តិសុខនៅច្រកសមុទ្រអុកម៉ូសនេះបានធ្វើឲ្យចរាចរណ៍ដឹកប្រេងចេញពីប្រទេសនៅតំបន់ឈូងសមុទ្រពាក់ដែលតំណាងឲ្យ 20% នៃតម្រូវការប្រេងនៅក្នុងពិភពលោកនោះត្រូវកកស្ទះទាំងស្រុងបើតាមប្រធានទីភ្នាក់ងារធម្មពលអន្តរជាតិលោក Fatih Birol ដោយសារតែសង្គ្រាមអ៊ីរ៉ង់ជាពិសេសអសន្តិសុខនៅច្រកសមុទ្រអុកម៉ូសពិភពលោកខាតបង់ប្រេងប្រមាណ11លានធុងបារីលនៅក្នុងមួយថ្ងៃ11លានធុងបារីលនេះគឺស្មើទៅនឹង2ដងនៃចំនួនប្រេងដែលពិភពលោកធ្លាប់ខាតនៅក្នុងមួយថ្ងៃនៅក្នុងអំឡុងវិបត្តិប្រេងនៅក្នុងទសវត្សរ៍ឆ្នាំ1970ពិភពលោកនឹងអាចជួបវិបត្តិធម្មពលដ៏អាក្រក់បំផុតមិនធ្លាប់មានហើយនឹងការគំរាមកំហែងសេដ្ឋកិច្ចពិភពលោកនេះគឺជាពាក្យព្រមានរបស់ប្រធានទីភ្នាក់ងារធម្មពលអន្តរជាតិមុននឹងបញ្ជាក់ថាគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅដើមបូព៌ាទីតាំងធម្មពលចំនួន40ទីតាំងបានរងការវាយប្រហារឬក៏ខូចខាតធ្ងន់ធ្ងរវិបត្តិធម្មពលប្រេងដោយសារតែសង្គ្រាមអ៊ីរ៉ង់នេះគឺជាសញ្ញាមិនល្អឡើយចំពោះសេដ្ឋកិច្ចសកលជាពិសេសបណ្ដាប្រទេសអឺរ៉ុបដែលកំពុងតែដើរអូសជើងរួចហើយដោយសារតែបញ្ហាផ្គត់ផ្គង់ធម្មពលប្រេងហើយនិងឧស្ម័នក៏ព្រោះតែសង្គ្រាមអូសបន្លាយរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនចំពោះប្រធានទីភ្នាក់ងារធម្មពលអន្តរជាតិបើសិនជាវិបត្តិធម្មពលនៅតែបន្តដើរនៅលើផ្លូវដូចសពថ្ងៃនេះនោះនឹងគ្មានប្រទេសណាមួយដែលអាចជៀសរួចខ្លួនបានឡើយប្រទេសនៅតំបន់អាស៊ីគឺអាចប្រឈមខ្លាំងជាងគេដោយសារតែវិបត្តិធម្មពលឡើងថ្លៃចាស់ស្ដាយនៅកម្ពុជាក្រុមហ៊ុននាំចូលហ្គាសសូគីមិចបានផ្អាកលក់ឧស្ម័នរាវចាប់ពីខែមេសាចំណែកឯឥណ្ឌូអេនេស៊ីឯនោះវិញបានប្រកាសសន្សំថវិកាជិត$5,000 លានដើម្បីទប់ទល់ចាំការពារខ្លួនពីផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ានៅត្រង់ចំណុចនេះប្រធានទីភ្នាក់ងារធម្មពលបានលើកឡើងពីដំណោះស្រាយមួយដែលមានតែមួយគត់នោះគឺការបើកច្រកសមុទ្រអុកម៉ូសឡើងវិញជាមួយនឹងការធានាសន្តិសុខដូចមុនចិនដែលជាអតិថិជនទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ក៏បានព្រមានផងដែរពីគ្រោះថ្នាក់ធំបើសិនជាអាមេរិកហ៊ានវាយប្រហារទៅលើទីតាំងធម្មពលរបស់អ៊ីរ៉ង់ដោយការគំរាមរបស់លោកត្រាំនៅក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះក្រសួងការបរទេសចិនតាមរយៈអ្នកនាំពាក្យលោកលីនជៀនបាននិយាយថាបើសិនជាសង្គ្រាមកាន់តែរីកធំនិងកាន់តែធ្លាក់ចុះអាក្រក់ខ្លាំងឡើងនោះគឺតំបន់ដើមបូព៌ាទាំងមូលនឹងធ្លាក់ទៅក្នុងស្ថានភាពមួយដែលគេលែងអាចគ្រប់គ្រងបានតទៅទៀត